សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនាំបងប្អូនមកមើលពីសម្រស់ធម្មជាតិព្រៃភ្នំស្រស់បំព្រងនៅក្នុងវីដេអូនេះដែលក្នុងនេះគឺជាការថតដ៏ស្រស់ស្អាតរបស់លោកតាន់កឹមសួរជាមួយនឹងព្រៃភ្នំធម្មជាតិដែលលោកតែងតែថែរក្សាការពារពុះពៀហើយក៏ចំណាយកម្លាំងកាយចិត្តជាច្រើនក្នុងការឆ្លងកាត់ឧបសគ្គនានាដើម្បីថែទាំព្រៃឈើដែលមាននៅក្នុងប្រទេសកម្ពុជាយើងគ្រប់ទីកន្លែងទាំងអស់លោកតាន់កឹមសួរគឺជាបុគ្គលដ៏ល្អបុគ្គលដ៏គំរូម្នាក់នៅក្នុងប្រទេសកម្ពុជាយើងលោកបានការពារថែរក្សាព្រៃឈើកុំឲ្យបាត់បង់ដោយយើងដឹងស្រាប់ហើយថាព្រៃឈើមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់មនុស្សសត្វទាំងពួងនៅលើផែនដីព្រៃឈើគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយព្រៃឬដើមឈើគឺជាឧបករណ៍សម្រាប់មនុស្សស្វែងរកអាហារប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួននិងជាច្រើនផ្សេងទៀតរាប់មិនអស់ពិសេសគឺជាសួតរបស់ភពផែនដីយើងតែម្ដងអស់រយៈពេលជាច្រើនលានឆ្នាំកន្លងមកនេះព្រៃឈើត្រូវបានសង្កេតឃើញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារតែសកម្មភាពរបស់ជនទុច្ចរិតដែលបានបំផ្លិចបំផ្លាញព្រៃឈើឬជាសកម្មភាពពង្រីកលំនៅដ្ឋានឬការអភិវឌ្ឍជាដើមដោយក្នុងនោះរួមមានគ្រោះធម្មជាតិផងដែរព្រៃឈើបានកំពុងចាប់ផ្ដើមបន្តបន្ទាប់បាត់បង់ហើយជាលទ្ធផលវាបានកំពុងធ្វើឲ្យដើមឈើប្រមាណជាង 20,000 ប្រភេទប្រឈមមុខនឹងហានិភ័យហើយមានជាង 1,400 ប្រភេទកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅដែលអាចផុតពូជដោយសារតែស្នាដៃមនុស្សក្នុងពេលដ៏ខ្លីខាងមុខទៀតផងបញ្ហាទាំងនេះកើតឡើងស្ទើរតែគ្រប់ទីកន្លែងហើយបើយើងងាកមកមើលផលប្រយោជន៍នៃព្រៃឈើដែលផ្ដល់ឲ្យភពផែនដីវិញឃើញថាមានប្រយោជន៍ច្រើនណាស់ដែលជាផលប្រយោជន៍រួមសម្រាប់អនាគតរបស់មនុស្សជាតិជំនាន់ក្រោយស្នាដៃរបស់លោកតាន់កឹមសួរច្រើនរាប់មិនអស់ក្នុងការរុករកទៅក្នុងព្រៃទៅថែរក្សាព្រៃឈើហើយក៏បានដាំបន្ថែមនូវកូនឈើជាច្រើនទៀតគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍រួមប្រយោជន៍ក្នុងសង្គមជាតិទាំងមូលហើយនៅក្នុងសង្គមរបស់យើងបច្ចុប្បន្ននេះឃើញថាបងប្អូនយើងច្រើនអ្នកមែនទេតែពួកគាត់មានការជួបនឹងសេចក្តីលំបាកបញ្ហាសតិអារម្មណ៍បញ្ហាផ្លូវចិត្តនិងបញ្ហាជីវភាពនានាដូច្នេះហើយធ្វើឲ្យពួកគាត់មានការស្មុគស្មាញតានតឹងក្នុងការរកដំណោះស្រាយជាខ្លាំងយើងក្រឡេកមកមើលเพจផ្ទាល់ខ្លួនរបស់លោកតាន់កឹមសួរកាលពីម្សិលមិញនេះលោកបានសរសេររៀបរាប់អំពីបញ្ហានេះដែរថាតើអត្ថន័យពេញយ៉ាងណាយើងទៅតាមដានទាំងអស់គ្នាបើមានអារម្មណ៍ធុញថប់សង្ស័យថាខ្លួនមានបញ្ហាផ្លូវចិត្តជំរឿនដ៏ល្អបំផុតគឺត្រូវទៅពិគ្រោះជាមួយលោកគ្រូជំនាញផ្លូវចិត្តបញ្ហាផ្លូវចិត្តកើតមានលើមនុស្សគ្រប់រូបគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះឬផ្លាស់ប្ដូរទម្លាប់នៃការរស់នៅសាក់លបងលេងកីឡាសាក់លបងនៅអ្វីដែលថ្មីការចូលព្រៃឡើងភ្នំជាផ្នែកសំខាន់មួយអាចធ្វើឲ្យបញ្ហាផ្លូវចិត្តបានធូរស្រាលបន្តិចដាច់ខាតគុំឃុំឃាំងខ្លួនឯងនៅក្នុងបន្ទប់ឬក៏ទីកន្លែងណាមួយដែលដាច់ចេញឆ្ងាយពីគេតែសូមជៀសឆ្ងាយពីពពួកមនុស្សអវិជ្ជមានកាន់តែឆ្ងាយកាន់តែល្អក្នុងនោះឃើញថាបងប្អូនយើងជាច្រើនក៏បានចូលទៅតបខមមិននោះប្រងព្រាតដោយមានបងប្អូនខ្លះបានសរសេរថាបងប្អូនដែលហត់នឿយចង់លំហែកាយគួរនាំគ្នាទៅភ្នំបូកគោទៅមើលទាំងអស់គ្នាទៅថាភ្នំបូកគោឥឡូវមិនហើយសូមបងប្អូនទៅទស្សនាឲ្យបានច្រើននិងថតទេសភាពជុំវិញភ្នំដើរឲ្យបានគ្រប់ច្រកល្ហកនិងមួយទៀតគឺភ្នំ 1500 ចង់ឲ្យបងប្អូនទៅលេងឲ្យបានច្រើនដើម្បីបន្ធូរអារម្មណ៍តានតឹងស្មុគស្មាញពិតជាត្រឹមត្រូវបងប្អូនប៉ុន្តែមានតែព្រះធម៌ប៉ុណ្ណោះដែលជាឱសថដ៏ស័ក្តិសិទ្ធិជាបារោគផ្លូវចិត្តម្នាក់ទៀតក៏បានខមមិនឡើងដែរថាចូលព្រៃឡើងភ្នំទៅគឺទៅលេងមើលពិភពលោកនិងរស់នៅបែបស្ងប់ស្ងាត់មិនមែនទៅជឿគ្រូតាអីសីទេនាំឲ្យវិនិច្ឆ័យដល់ខ្លួនជំនឿងប់ងល់រមែងនាំឲ្យអន្តរាយចូលព្រៃខ្លាចលងស្នេហ៍ធម្មជាតិដូចបងដកខ្លួនមិនរួចអរគុណចំពោះការលះបង់សំណេរដាស់តឿនរបស់លោកតាន់កឹមសួរគឺជាសារចែករំលែកមួយដ៏ល្អទៅកាន់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា